សួស្តីបងប្អូនទាំងអស់គ្នាដែលកំពុងតែសិក្សា New Hardware Elementary for Edition Unit 3 Work Hard and Play Hard អញ្ចឹងខាងក្រោមនេះគឺជា vocabulary នៅក្នុង Unit 3ទាំងអស់តាំងពីចាប់ផ្ដើមមេរៀនរហូតដល់ចុងបញ្ចប់នៃមេរៀនទី3តោះអញ្ចឹងយើងនឹងមើលទៅកាន់ vocabulary ទាំងអស់គ្នានៅទីនេះតោះពាក្យទី1គឺ always តែពាក្យទី2 apartment ឬក៏ condo បាទពាក្យមួយទៀតគឺ application form ទម្រង់បែបបទឬក៏ពាក្យស្នើសុំពាក្យមួយទៀតគឺ badminton បាទវាយសីពាក្យនេះគេអានថា band ក្រុមតន្ត្រីអានេះគេអានថា barefoot ជើងទទេបាទដើរដោយជើងទទេ barefoot ពាក្យនេះគេអានថា bath ងូតទឹកបាទនេះគេអានថា bed គ្រែគេង bed អានេះគេអានថា bilingual ទ្វេភាសាឬក៏ពីរភាសាឬក៏និយាយបានពីរភាសាណាគេ bilingual អូខេនេះគេអានថា books បាទសៀវភៅយើងមើលទៅមក slide ទៀតអានេះគេអានថា bookstore បណ្ណាគារឬក៏ហាងលក់សៀវភៅអីចឹងទៅអានេះគេអានថា boutique ប្រែថាហាងលក់សម្លៀកបំពាក់ទាន់សម័យអានេះគេអានថា cards បៀឬក៏កាតដែលយើងពាក់រាល់ថ្ងៃហ្នឹងហៅ card ដូចគ្នាអានេះគេអានថា chicken សាច់មាន់ឬក៏មាន់នេះគេអានថា cinema រោងកុនអានេះគេអានថា computer បាទគេអានថា computer អានេះគេអានថា cook ចំអិនអាហារអានេះគេអានថា countryside ជនបទបាទខ្សែចំការយើងសុកខ្សែចំការគេអានថា countryside អានេះគេអានថា cycling បាទការជិះកង់អានេះគេអានថា dancing បាទការរាំយើងមើលទៅមក slide មួយទៀតអានេះគេអានថា early បាទពីព្រលឹមឬក៏មុនកំណត់អានេះគេអានថា enjoy រីករាយឬក៏ចូលចិត្តអានេះគេអានថា evening ពេលល្ងាចឬក៏ពេលរសៀលអានេះគេអានថា excuse me ជា fresh excuse me អភ័យទោសឬក៏សុំទោសនៅពេលដែលយើងអត់បានធ្វើកំហុសអីប៉ុន្តែ excuse me នេះនៅពេលយើងចង់សួរនាំទីកន្លែងណាពីណាមួយគឺយើងប្រើពាក្យ excuse me មិនប្រើពាក្យ sorry ទេអានេះគេអានថា exercise ហាត់ប្រាណឬក៏លំហាត់ exercise អានេះគេអានថា finish ចប់បាទអានេះគេអានថា flowers ផ្កាអានេះគេអានថា football បាល់ទាត់អានេះគេអានថា foreign បរទេសអានេះគេអានថា garden center មជ្ឈមណ្ឌល
lụa rục cả chiết bà có xuân garden center bữa tôi mà slide đi tầng ở kia anh đi cái anh get up get up gain anh đi cái anh ta golf golf về con goal anh đi cái anh ta grass grass máu anh đi cái anh ta happy happy សប្បាយចិត្តសប្បាយរីករាយបាទអានេះគេអានថា holiday holiday ថ្ងៃឈប់សម្រាកថ្ងៃបុណ្យអានេះគេអានថា indoor indoor ក្នុងផ្ទះឬក៏ក្នុងលុបអានេះគេអានថា Indian Indian ជនជាតិឥណ្ឌាឬក៏របស់ប្រទេសឥណ្ឌាអានេះគេអានថា Japanese Japanese ជនជាតិជប៉ុនឬក៏របស់ជប៉ុននេះគេអានថា listen listen ស្ដាប់អានេះគេអានថា little little គេអានថា little ក៏បានគេអានថា little ក៏បានបន្តិចបន្តួចទៅយើងមើលទៅមួយ slide ទៀតអានេះគេអានថា message message ម៉ាសាបាទបើ message ជាមួយទៀតសារគឺ ME ណា MA អូខេអានេះគេអានថា mobile phone mobile phone បាទទូរស័ព្ទដៃអានេះគេអានថា music music បាទតន្ត្រីអានេះគេអានថា op 10 op 10បាទញឹកញាប់នេះគេអានថា outdoor មិញ slide មុនយើងអាន indoor ខាងក្នុងឥឡូវគេអាន outdoor ម្ដងខាងក្រៅអូខេនេះគេអានថា pardon pardon សុំទោសសុំឲ្យនិយាយម្ដងទៀត pardon please បាទសុំនិយាយម្ដងទៀតសុំថាម្ដងទៀតបាទអានេះគេអានថា personal 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 តខ្លួនអានេះគេអានថា poker poker បាទបៀមួយដែលមានឈ្មោះថា poker បាទអានេះគេអានថា postcode ឬក៏អានថា postcode បាទ postcode លេខកូដប្រៃសណីយ៍នេះគេអានថា postcard postcard បាទ postcard slide មួយទៀតអានេះគេអានថា problem problem បញ្ហាអានេះគេអានថា program program បាទកម្មវិធីបាទអ៊ីនេះគេអានថា pub pub បារឬក៏កន្លែង Pepsi បាទ pub បាទយើងអត់ហៅ pub យើងច្រើនហៅថា club ពីគេ pub អានេះគេអានថា pudding pudding បាទបង្អែមមួយដែលមានឈ្មោះថា pudding យើងអត់ដែរមានទេស្រុកខ្មែរយើងប៉ុន្តែបរទេសគេមានអានេះគេអានថា restaurant restaurant យើងអានមួយគេអានថា restaurant បាទប៉ុន្តែដល់ពេលគេអានមែនទែនគេអានថា restaurant ភោជនីយដ្ឋានកន្លែងញ៉ាំភោជនីយអាហារហ្នឹងហើយពីវាគេ roast 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 បាទខអាំងបំពងបាទអានេះគេអានថា running running បាទការរត់អានេះគេអានថា sailing sailing ការជិះទូកក្ដោងអានេះគេអានថា Saturday Saturday បាទថ្ងៃសៅរ៍ចេះណាបាទអានេះគេអានថា singer singer អ្នកចម្រៀងតោះទៅ slide មួយទៀតអានេះគេអានថា skiing បាទ skiing ការជិះ ski លើទឹកកកនេះគេអានថា spa បាទ spa គេថា spa នេះគេអានថា squish ណា squish កីឡាវាយកូនបាល់ក្នុងបន្ទប់អានេះគេអានថា sticky
sticky ស្អិតយ៉ាងស្អិតបាទនេះគេអានថា Sunday Sunday ថ្ងៃអាទិត្យនេះគេអានថា swimming swimming បាទ swimming ហើយទឹកនេះគេអានថា take away បាទ take away ឬក៏គេអាន take away បាទអាហារខ្ចប់ទៅខាងក្រៅ for example that you want to eat here or you want to take away មានណាយើងខ្ចប់យកទៅញ៉ាំខាងក្រៅបាទអានេះគេអាន tennis tennis បាទវាយកូនបាល់អានេះគេអានថា Thursday Thursday ថ្ងៃប្រហ័សនេះគេអានថា toffee toffee ស្ករគ្រាប់មួយយ៉ាងដែលមានឈ្មោះថា toffee បាទតើមកស្លាយមួយទៀតពេលនេះគេអានថា traffic traffic ចរាចរណ៍នេះគេអានថា Tuesday Tuesday ថ្ងៃអង្គារនេះគេអានថា Tuki Tuki ប្រទេស Tuki នេះគេអានថា usually 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 បាទជាធម្មតានេះគេអានថា worm worm កក់ក្ដៅនេះគេអានថា Wednesday Wednesday ថ្ងៃពុធនេះគេអានថា week week សប្តាហ៍នេះគេអានថា windsurfing windsurfing បាទអញ្ចឹងទាំងអស់នេះគឺជា vocabulary unit 3 work hard and play hard បាទអរគុណជំរាបសូមបងប្អូនរៀនទាំងអស់គ្នារៀនអានហើយនឹងរៀនបកកែទាំងអស់គ្នាបាយបាយ